បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកនៅបញ្យលពាក្យមួយទៀតដើម្បីមកធ្វើការបញ្យល់បង្ហាញបងប្អូនបាទពាក្យដែលលោកគ្រូលើកយកមកបង្ហាញថ្ងៃនេះបាទគឺជាពាក្យមួយដែលបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់គឺជួបប្រទះញឹកញាប់បាទជួបប្រទះញឹកញាប់ពាក្យហ្នឹងណាយើងតែងតែឃើញគេប្រើញឹកញាប់បាទពាក្យនោះគឺពាក្យគណនីបាទឬក៏គណនីបាទយើងអានថាគណនីបាទគណនីអ្នកខ្លះអានថាគណនីដូចជាគណនី Facebook គណនី Telegram គណនី YouTube អីជាដើមបាទគណនីនេះតែអត្ថន័យនៃពាក្យគណនីពិតប្រាកដប្រហែលជាមានបងប្អូនខ្លះគាត់អត់ដឹងថាអត្ថន័យយ៉ាងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតកតងទៅនឹងពាក្យគណនីនេះដែលមានអត្ថន័យច្រើនបាទច្រើនបាទជាដំបូងគឺពាក្យគណនីដែលមានឋានៈពាក្យជានាមមានន័យថាការរាប់បញ្ជីឬតារាងគិតគូរប្រាក់ចំណូលចំណាយបាទនេះគឺអត្ថន័យទី1មានន័យថាជាការរាប់ជាបញ្ជីមួយជាតារាងគិតគូរចំណូលចំណាយគេហៅថាគណនីដោយឡែកចំពោះអ្នកកាន់បញ្ជីហ្នឹងគេហៅថាគណនេយ្យករបាទគណនីគណនេយ្យករឬក៏ហេរញ្ញិកបាទយើងតែជួបណាបេឡាហេរញ្ញិកជាដើមហ្នឹងគឺពាក្យហ្នឹងឯងឧទាហរណ៍ថាមន្ត្រីរាជការត្រូវបើកគណនីនៅក្នុងធនាគារពាណិជ្ជឬស្ថាប័នហិរញ្ញវត្ថុសម្រាប់កត់ត្រាបៀវត្សរបស់ខ្លួនបាទមានន័យថាមុនទៅបើកប្រាក់បៀវត្សមកត្រូវតែបង្កើតគណនីមួយសិនបាទបង្កើតគណនីនៅធនាគារសិនទៅអាចបើកប្រាក់បៀវត្សបាននេះអត្ថន័យនៃពាក្យគណនីទី1បាទចំពោះអត្ថន័យទី2គឺឋានៈពាក្យជានាមដែរដែលទី1គេប្រើសម្រាប់បច្ចេកវិទ្យាព័ត៌មានបពនេះការអនុញ្ញាតប្រើប្រាស់កុំព្យូទ័រឬសេវាកុំព្យូទ័រដោយមានអត្ថន័យនិងកំណត់ត្រាចាំបាច់ផ្សេងទៀតដែលជួយដល់ការតាមដានអ្នកប្រើប្រាស់នេះគឺជាអត្ថន័យនៃពាក្យគណនីដែរចំពោះអត្ថន័យមួយទៀតនោះគឺតកតងទៅនឹងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលមានន័យថាសិទ្ធិទទួលការទូទាត់ថ្លៃទំនិញដែលបានលក់ឬបានជួលឬថ្លៃសេវាកម្មដែលមិនមែនជាលិខិតស្នាមឬកិច្ចសន្យាលក់ដែលមានកិច្ចធានាតាមច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានានេះគឺជាអត្ថន័យនៃពាក្យគណនីបាទនិយាយអញ្ចឹងនៅក្នុងវីដេអូនេះមិញយើងបានអត្ថន័យនៃពាក្យហ្នឹង3ទៅហើយបាទទី1ហ្នឹងប្រហែលថាការរាប់បញ្ជីឬក៏តារាងទូទាត់ចំណូលចំណាយមួយទៀតនេះគឺការអនុញ្ញាតឲ្យប្រើប្រាស់កុំព្យូទ័រឬសេវាកុំព្យូទ័របាទដោយគ្រាន់តែមានអត្ថន័យនិងកំណត់ត្រាចាំបាច់ផ្សេងទី3គឺតកតងទៅនឹងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលមានន័យថាសិទ្ធិទទួលការទូទាត់ថ្លៃទំនិញដែលបានលក់ឬជួលជាដើមបាទអញ្ចឹងចំពោះអត្ថន័យនៃពាក្យគណនីដែលខ្ញុំបានបង្ហាញនៅពេលនេះបាទយើងបញ្ចប់តែប៉ុណ្ណេះចំពោះបងប្អូនក៏ដូចជាលោកលោកត្រីដែលមានចម្ងល់តកតងទៅនឹងបញ្យលពាក្យខ្មែរអាចធ្វើការខមមិនហើយសាកសួរបាទខ្ញុំនឹងព្យាយាមដោះស្រាយជូនឲ្យអស់ពីលទ្ធភាពបាទនៅពេលនេះអរគុណសូមជម្រាបលាបាទ